អាជីវករថៃលក់ដូរមិនដាច់កើតជំងឺផ្លូវចិត្តយកអង្រែវាយសម្លាប់សមាជិកគ្រួសាររបស់ខ្លួនអស់4នាក់បាងកកអាជីវករថៃម្នាក់លក់ដូរមិនដាច់កើតមានជំងឺផ្លូវចិត្តឈានដល់ការសម្លាប់សមាជិកគ្រួសារខ្លួនឯងអស់ចំនួន4នាក់រួចក៏ចងកធ្វើអត្តឃាតតាមក្រោយតាមរយៈការចុះផ្សាយរបស់សារព័ត៌មានអាមេរិនហេតុការណ៍នេះបានកើតឡើងនៅស្រុកស្រីរាជានៃខេត្តឈុនបុរីកាលពីថ្ងៃអង្គារទី11ខែវិច្ឆិកាឆ្នាំ2025នេះខណៈដែលប៉ូលីសថៃបានឲ្យដឹងថាឃាតករគឺជាអ្នកលក់មឹកដែលបានប្រើអង្រែដើម្បីវាយសម្លាប់សមាជិកគ្រួសាររបស់ខ្លួននៅក្នុងផ្ទះហើយក្នុងចំណោមអ្នកស្លាប់ក៏មានក្មេងស្រីអាយុ1ឆ្នាំផងដែរគេមិនទាន់ច្បាស់ឡើយថាហេតុការណ៍ដែលជំរុញឲ្យបរិសម្នាក់នេះសម្លាប់សមាជិកគ្រួសារគឺបណ្ដាលមកពីអ្វីឲ្យប្រកបនោះទេតែបើតាមការស៊ើបសួរគឺគេទទួលដំណឹងថាគឺដោយសារមូលហេតុគ្មានប្រាក់សងបំណុលគេដោយសារតែគ្មានចំណូលពីការលក់ដូរព្រោះតែការបិទព្រំដែនកម្ពុជាថៃដែលបណ្ដាលឲ្យគាត់គ្មានចំណូលហេតុដូច្នេះហើយក៏កើតជាជំងឺផ្លូវចិត្តនិងវិបត្តិគ្រួសារជុំវិញរឿងនេះផងដែរប៉ូលីសថៃកំពុងធ្វើកសោធវិจัยនិងបើកការស៊ើបអង្កេតជាបន្តដើម្បីរកមូលហេតុពិតនៅពីក្រោយករណីដ៏សាហាវមួយនេះលោកប៊ុនស៊ិនផាតខ្លាំងមិនចូលខ្លួនបំភ្លឺក្នុងព្រឹទ្ធសភារឿងផ្កើនបញ្ជារដ្ឋាភិបាលថៃទីក្រុងបាងកកអតីតមេភូមិភាគ2ថៃលោកប៊ុនស៊ិនផាតខ្លាំងមិនបានចូលខ្លួនតាមការកោះហៅរបស់គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធានិងសន្តិសុខរដ្ឋនោះទេដោយប្រាប់ថាជាប់រវល់បំពេញភារកិច្ចនេះបញ្យងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Thai Inquirer នៅថ្ងៃអង្គារទី11ខែវិច្ឆិកាឆ្នាំ2025បើតាមគម្រោងលោកប៊ុនស៊ិននឹងត្រូវចូលខ្លួនបំភ្លឺរឿងដែលខ្លួនអះអាងថាបានផ្កើនបញ្ជារដ្ឋាភិបាលថៃដែលបានឲ្យឈប់បាញ់ភ្លាមៗក្រោយការផ្ទុះអាវុធជាមួយកម្ពុជានៅព្រំដែនបានត្រឹម6ម៉ោងប៉ុណ្ណោះលោកប៊ុនស៊ិនបានសារភាពថាខ្លួនពិតជាមិនបានស្ដាប់តាមបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកកពិតមែនដែលបានបញ្ជាឲ្យឈប់បាញ់ភ្លាមៗពេលចំនួនព្រំដែនជាមួយកម្ពុជាឈានដល់ការផ្ទុះអាវុធកាលពីខែកក្កដាយ៉ាងណាមិញលោកសវត្ថថាសាណាប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធានិងសន្តិសុខរដ្ឋបានបញ្ជាក់ថាគណៈកម្មាធិការនឹងអញ្ជើញអតីតមេភូមិភាគ2រូបនេះឲ្យមកបំភ្លឺម្ដងទៀតពេលសមរម្យណាមួយនៅពេលខាងមុខ